ជាណាសាច់អញ្ចឹងណាគឺដើម្បីយកមកកាត់សាច់សពប្រពន្ធតាមរបស់គេជាកងដើម្បីឲ្យគេអាចងាយស្រួលក្នុងការយកសាច់សពរបស់នេះទៅបោះចោលហើយនេះក៏ដែលពួននៅក្នុងក្រែនេះគេមើលឃើញរឿងគ្រប់យ៉ាងទាំងអស់ទូរស័ព្ទនៅក្នុងក្រែនេះវាក៏រួចតែចូលក៏ត្រូវបញ្ឈប់សកម្មភាពរបស់គេនេះសិនដើម្បីទៅលើទូរស័ព្ទហើយឆ្លៀតឱកាសនេះក៏រួចចេញពីផ្ទះត្រឡប់មកកាន់ពេលបច្ចុប្បន្នវិញវរ៉ាក៏បានជួបជាមួយនឹង Otis មិនល្អរបស់នេះប៉ុន្តែ Otis ក៏ដូចជាអ្នកដទៃដែរគេអត់ស្គាល់ថានេះគឺជានរណានោះឡើយដើម្បីឲ្យ Otis ជឿថាពួកគេពិតជាមិនអរនឹងគ្នាមែននេះមិនមែនជាមនុស្សដែលមានបញ្ហាផ្លូវចិត្តអីនោះទេនេះក៏ជាប្រាប់អំពីរឿងមួយចំនួនអំពី Otis នឹងទៅឲ្យគេដឹងដែលរឿងទាំងអស់នេះគ្មាននរណាគេផ្សេងដឹងក្រៅពីមនុស្សចិត្តស្និទ្ធជាមួយនឹងគេនោះទេហើយនេះក៏ប្រាប់ឲ្យ Otis ដឹងផងដែរថាពួកគេជួបគ្នាលើដំបូងនៅឆ្នាំ2011ពេលដែលពួកគេជិះក្នុងរថភ្លើងជាមួយគ្នាពួកគេក៏ចាប់ផ្ដើមប្រស្រ័យទាក់ទងជាមួយគ្នាតាំងពីពេលនោះមកហើយពីរនាក់នេះហាក់បីដូចជាចាប់អារម្មណ៍គ្នាទៅវិញទៅមកដែរប៉ុន្តែនៅថ្ងៃមួយ Otis ក៏បានណែនាំបន្លរបស់គេម្នាក់ទៀតឲ្យទៅ Vera ស្គាល់ដំណែនោះគឺជា David ហើយនៅពេលហ្នឹង David មានសង្សារម្នាក់ដោយនៅពេលបច្ចុប្បន្ននេះនារីដែលជាសង្សារកាលពីឆ្នាំ2011នោះគឺជាភរិយារបស់ David នៅពេលនោះគ្រាន់តែ Otis ណែនាំឲ្យ David ស្គាល់ជាមួយ Vera ពីនេះចាប់អារម្មណ៍ជាមួយនឹងគ្នាយ៉ាងខ្លាំងហើយ David ក៏បែកពីសង្សាររបស់គេនៅពេលនោះមកតាក់ទងជាមួយនឹងនាងតែម្ដង Otis នៅតែជឿសម្ដីរបស់នាងនោះទេហើយគេក៏ទៅចិត្តពីនាងបាត់ទៅលឿនលោកលេងវ័យក្មេងនេះក៏មករក Vera នាងក៏សុំលោកលេងវ័យក្មេងនេះឲ្យជួយនាងរឿងម្យ៉ាងពួកគេត្រូវនាំនាងទៅបណ្ណាល័យដើម្បីរកសៀវភៅមួយដែលមានតួអង្គឈ្មោះថា Nico នៅពេលដែលទៅដល់រកឃើញសៀវភៅនោះហើយបើមកឃើញថាអ្នកនិពន្ធសៀវភៅនោះគឺជានរណានាងក៏ទៅរកអ្នកនិពន្ធសៀវភៅមួយនោះដោយនារីអ្នកនិពន្ធនេះគាត់គឺជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយកន្លែងសាស្ត្រាចារ្យម្នាក់នេះក៏ឆ្លើយជាមួយនឹង Vera វិញថាតាមពិតសាច់រឿងនៅក្នុងនឹងទាំងអស់គាត់មិនមែនជាអ្នកនិពន្ធនោះទេអត្ថបទឲ្យទាំងអស់នោះម្ដាយរបស់ Nico គឺជាអ្នកយកវាមកឲ្យគាត់ហើយគាត់គ្រាន់តែជាអ្នកចូលឈ្មោះនិងយកវាទៅបោះពុម្ពផ្សាយតែប៉ុណ្ណោះនៅពេលដែលសួរថាតើសាស្ត្រាចារ្យម្នាក់ដែលចូល Nico កាលពីពេលគាត់ថាVera ក៏និយាយប្រាប់ថានេះគឺជាអ្នកដែលឆ្លងពេលវេលាជួយជីវិតរបស់ Nico សាស្ត្រាចារ្យម្នាក់នេះអត់ជឿសម្ដីរបស់នាងនោះឡើយហើយគាត់ក៏អត់ព្រមឆ្លើយសំណួរផ្សេងជាមួយនឹងនាងទេនោះដែរតោះខ្ញុំគិតថាដល់ពេលហើយដែលអ្នកទាំងអស់គ្នាត្រូវស្គាល់ការមើលស្ដាប់មួយនេះការដែលមានភូដ៏ធំមួយនេះវាបណ្ដាលឲ្យពេលវេលាពីរផ្សេងគ្នាគឺឆ្នាំ2024និងឆ្នាំ1980វាភ្ជាប់គ្នាតាមរយៈទូរទស្សន៍ដ៏ចាស់របស់នាងកូនមួយនេះហើយដោយសារតែនាងបាននិយាយឆ្លើយឆ្លងនាងក៏បានជួយសង្គ្រោះជីវិតរបស់នាងការប្រែអតីតកាលរបស់ Vera នេះវាក៏ប៉ះពាល់ទៅដល់ជីវិតបច្ចុប្បន្នរបស់នាងដែរពីដំបូងនាងគឺជាភរិយារបស់